Ako Bongkol Kio. Trim Prong Pre Prakut Boost Strong King of Power គុនខ្មែរគូទី5គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាអ៊ីរ៉ង់ទឹកទី1 Round 1បាទទស្សនការប្រកួតគូឯកទឹកទី1បង្គោលក្រហមខ្លារាជបង្គោលខៀវ Mohamed Khari បាទចាំមើលបាទថ្ងៃនេះ Mohamed Khari ដូចជាមានជំនឿចិត្តខ្លាំងដល់ហើយបាទយើងមើលពីការតាំងចិត្តរបស់គាត់ក៏ដូចជាការដែលថ្វាយបង្គំគ្រូហាក់បីដូចជាចង់បង្ហាញពីអានុភាពអ្វីមួយឲ្យទៅខំខ្លារីគាត់បានឃើញថាគាត់មកថ្ងៃនេះគឺមិនមែនមកដើម្បីចាញ់ទេបើទោះបីជាប៉ះគ្នាជាមួយនឹងខំខ្លារីដែលជាម្ចាស់ក្បាច់គុណដែលជាម្ចាស់ផ្ទះក៏ដោយបាទដល់ស្ដាំរបស់ខ្លារីទល់នឹងបាទ Mohamed Khari ទាត់ក្រោមរបស់ខ្លារីMohamed Khari ញញឹមទទួលបានខ្លារាជអូយបាទទាត់ក្រោមរបស់ Mohamed Khari មួយជើងបាទទាត់ស្ដាំដល់ស្ដាំទៀតឆ្វេងស្ដាំរបស់ Mohamed Khari ចូលដៃឆ្វេងដល់ឆ្វេងចង់មកវិញបាទអូយបាទចូលដៃរបស់ Mohamed Khari សឹងថាបាទទប់បញ្ជាប់បាទកម្លាំងមានទាំងប្រមាណចេញមកអស់បាទជង្គង់ស្ដាំរបស់ Mohamed Khari បាទជង្គង់ស្ដាំមកជង្គង់ទៀតឆ្វេងស្ដាំអូយបាទ Mohamed Khari មកដូចជាមានជំនឿចិត្ត 100% បាទកែងស្ដាំកិច្ចផុតកែងស្ដាំរបស់ខ្លារាជអូយបាទជង្គង់របស់ខ្លារាជចាប់កាច់បវលលោកកញ្ញាកដាលឡៅស៊ីណាតបាទរលាស់សង្វៀនមកវិញដល់កែងស្ដាំរបស់ Mohamed Khari កែងស្ដាំរបស់ខ្លារាជកែងកដោគ្នាទៅវិញទៅមកបាទរុញច្រាក់អប់ទៅនឹងសង្វៀនជង្គង់ស្ដាំសងរបស់បាទខ្លារាជតាំងស្មារតីបាននឹងណូល្អណាស់កែឆ្វេងរបស់ខំខ្លារាជទៅលើ Mohamed Khari បុកទឹកទី1តែម្ដងមិនបង្អង់ចាំយូរទេនៅលើសង្វៀន Boost Strong បាទកម្លាំងដូចដាក់ Boost Strong បានមកកំប៉ុងយ៉ាងបាទ Mohamed Khari អូយបាទកម្លាំងមកពីណាពីណីបាទខ្លារាជកំពុងតែទប់ទល់ស្ថានភាពឲ្យបានរឹងមាំសិនបាទដោយសារតែដៃគូម្ខាងសម្រុកខ្លាំងពេកអញ្ចឹងខ្លារាជក៏មិនអាចបដូរភ្លាមបានដែរបាទកុំយកកំហឹងទល់កំហល់បាទប្រើប្រាស់យុទ្ធសាស្ត្របាទមួយតិចខ្លារាជដាក់ចូលដល់ឆ្វេងរបស់ Mohamed Khari ខ្លារាជក៏ចលោវាយអត់ចេញទេទាត់ស្ដាំចូលគ្រាកោពេញទាត់ស្ដាំមួយទៀតរាប់ជាប់បាទដេញហើយអូយបាទចូលមួយដេញទាត់ស្ដាំសងរបស់ Mohamed Khari ដល់ស្ដាំរបស់ខ្លារាជទាត់ស្ដាំរបស់ Mohamed Khari ទាត់ស្ដាំដល់ស្ដាំអូយបាទនេះបាទថាអ្នកវាយប៉ះអ្នកវាយបាទឆ្វេងអាយ៉ាគេបុកដើមទឹកឥឡូវខ្លារាជចង់ទឹកបុកម្ដងបាទឆ្វេងរបស់ខ្លារាជស្ដាំដើរចូលហើយក៏បំរុងទៅបុកផ្ដាច់ខ្លារាជវាយកែកិច្ចផុតបំរុងទៅបុកផ្ដាច់ទឹកមួយតែខ្លារាជទប់ជាប់ហើយចង់លេះឡាខ្លួនឯងវិញ Mohamed Khari អូយបាទចាប់ទឹកទី1ជាទីគោរពនិងជាទីមេត្រីក្រោយពីបញ្ចប់ទឹកទី1ទៅឃើញថាបាទអាវុធរបស់អ្នកទាំងពីរបានចេញអស់ច្រើនគួរសមដែរហើយបាទអ្វីដែលអ្នកទាំងពីរត្រូវបាទផ្ដោះប្ដូរគ្នាទៀតគឺតាក់ទងទៅនឹងកម្លាំងស៊ូសវិញម្ដងបាទចាំមើលអ្នកណាឈរទឹកបានយូរជាងអ្នកទឹកចេញក្រៅ Boost Strong King of Power គុនខ្មែរគូអន្តរជាតិទី2 Round 2បាទទស្សនការប្រកួតទឹកទី2យើងចាំមើលបាទសាំងរបស់អ្នកទាំងពីរមួយណាចាក់បានពេញច្រើនជាងទាត់ស្ដាំមកជើងធ្ងន់គួរសមដែរឆ្វេងរបស់ខ្លារាជអូយបាទទាត់ឆ្វេងចូលផ្លូវបាទធាក់ស្ដាំរបស់ Mohamed Khari ខ្លារាជខំដល់ចូលមិនហ៊ានទម្លាក់ខំទេអ្នកទាំងពីរមិនហ៊ានទម្លាក់ខំទេ
តតឆ្វេងផងតតស្ដាំផងរបស់មហាម៉ាត់ខេរីខ្លារីតតស្ដាំចូលគោយោក្រោមចំទំនីបាទភ័ក្រស្ដាំញាក់ចញាក់ឡើងភ័ក្រឆ្វេងបាទដរិចឆ្វេងតួស្ដាំបាទភ័ក្រស្ដាំជើងដល់ស្ដាំតស្ដាំទៀតបាទអូយឈាមច្មោះហូលហត់ចេញតាមច្មោះអញ្ចឹងក៏មិនអីទេបាទចាំមើលខ្លារាជបាទកំពុងតែសម្រិតសម្រាំងនៅចំណុចណាមួយទៀតហែស្ដាំរបស់ខ្លារាជអូយគេបុកទឹកមួយទឹកពីររៀងសំកម្លាំងដូចគ្នាដល់ក្រោមរបស់ម៉ែបែកខេរីដល់ក្រោមកែងកិច្ចផុតឆ្វេងស្ដាំចូលពេញដល់ក្រោមរបស់មហាម៉ាត់ខេរីឡារីរៀងប្រយ័ត្នច្រត់អីស្អីឆ្វេងទឹកទី2រៀងប្រយ័ត្នដូចគ្នាទាំងខ្លារាជទាំងមហាម៉ាត់ខេរីថកស្ដាំម្ដាយឆ្វេងល្អណាស់បាទរបស់កីឡាករបង្គោលខៀវអូយក្នុងនេះអេសូកិច្ចផុតតតស្ដាំមួយជើងអាយ៉ាបាទមួយធ្ងន់ណាមួយធ្ងន់ណាក៏មើលស្រាលបាទក៏មើលស្រាលឆ្វេងស្ដាំជង្គង់ស្ដាំចាប់កាច់បាទកំពុងតែចាប់កាច់សាកល្បងកម្លាំងគ្នាតែយើងមើលទៅមហាម៉ាត់ខេរីដូចក្រាស់ជាងបាទចុងទឹកទី2បាទអ្នកបោះប្លង់ខាងក្រោមថាឲ្យវាយមកកុំឲ្យទេវាយកុំឲ្យគេវាយតែម្ខាងពេកបាទតែគេវាយម្ខាងពេកគេយកបន្ទុកអស់ហើយត្រេះឆ្វេងពេញមួយទៀតអាយ៉ាបាទតគេតចាប់ទឹកទី2ជាទីគោរពនិងជាទីមេត្រីបាទយើងចូលដល់ទឹកទី3ហើយបាទទឹកទី3នេះគេថាទឹកកាន់តែរញ្ជួយបាទទឹកទី3នេះមិនចង់វាយក៏ត្រូវតែវាយដែរបាទតែសារតែពាក់កណ្ដាលផ្លូវហើយបាទស្គៀបតង2ទឹកហើយអ្នកទឹកចេញក្រៅ Boost Strong King of Power គុនខ្មែរគឺអន្តរជាតិទី5ទឹកទី3 Round 3បាទទស្សនការប្រកួតទឹកទី3បាទយើងจะមើលទឹកទី3ទៅជាយ៉ាងណាបាទតែមិនតាន់ជាទឹកបាច់ប្រត់ទេបាទខ្លារាជសំកម្លាំងទឹកពីរឆ្វេងស្ដាំរបស់មហាម៉ាត់ខេរីអូយទាត់ក្រោមបាទស្មងរាប់ជាមួយស្មងប្រយ័ត្នខូចជើងបាទខ្លារាជដើរចូលដល់ឆ្វេងមួយជើងឆ្វេងនេះបាទដួលស្រាប់តែដួលគឺត្រូវកញ្ចប់ការពារលោកកញ្ញាកដាលឲ្យមហាម៉ាត់ខេរីបាទសម្រួលបាទសម្រួលនៅក្នុងការដែលឈឺចុកចាប់មិញបាទយើងមកមើលរូបភាពមើលបាទមួយជើងឆ្វេងបាទចូលបោះអប់ជើងពេញតែម្ដងបាទយ៉ាងណាក៏បាទលោកកញ្ញាកដាលមើលកីឡាករបង្គោលខៀវសិនបាទពេលវេលាមាន2នាទីនៅក្នុងការសម្រួលបាទបើសិនជាសម្រួលឲ្យមិនបាត់បាទធ្វើយ៉ាងណាក៏មិនបន្តការប្រកួតទៀតបានបាទអាចនឹងមានរឿងនិយាយគ្នាទៀតបាទបង្គោលខៀវមហាម៉ាត់ខេរីឈ្នះកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលខាំខ្លារាជប្រកួតខុសបទបញ្ជានៃការប្រកួត